សូមចុចទៅលើពាក្យ Subscribe រួចចុចទៅលើសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗសូមអរគុណនីតិរឿងខ្មែរសូមជូនរឿងនាងជំនាងផ្ទះតាមថែវេលាជ្រាលជ្រេថ្ងៃទុនទេរៀបលិចពពកបាំងមេឃព្រះអាទិត្យពណ៌មាសបន្ទាបខ្លួនចូលពួនកំពតព្រៃអាស្រ័យមកដល់នៅស្បៃអន្តិកាបន្តិចម្ដងអំពូលមេឃបានរលត់ទៅហើយបរិយាកាសដែលក្តៅហែងក៏ប្រែក្លាយទៅជាស្រទន់ហើយប្រែពណ៌ទៅជាងងឹតបាត់រស្មីនៅតាមផ្លូវដែលមានជង្ហុកក្រហ៊ីងក្រហមមានកំពតស្មៅដុះអមមានដំណក់ទឹកនៅលើចុងស្មៅមានភ្លើងម៉ូតូដែលភ្លឺប្រឹមមួយកំពុងតែបរយឺតនៅលើផ្លូវនេះម៉ូតូបរពីលិចទៅកើនកាត់តាមរបងដីដែលមានដាំដើមស្លាទុកចោលរហូតទៅដល់របងឫស្សីបាក់បែកនៃផ្ទះថ្មដែលសង់មិនទាន់រួចទើបភ្លើងម៉ូតូរលត់ហើយម៉ាស៊ីនម៉ូតូស្ងាត់បុរសនិងស្ត្រីដែលទើបតែមកដល់ក៏ងើបគូតចុះពីលើម៉ូតូទាំងមានស្ពាយបងវិចរនេងរណោងជាប់ខ្លួនហើយដើរមកឈរនៅខាងមុខរបងក្រឡេកទៅមើលផ្ទះដែលតាំងនៅកណ្ដាលដីហុំព័ទ្ធទៅដោយគុម្ពស្មៅក្រាស់ជាផ្ទះដែលសង់មិនទាន់រួចត្រូវគេទុកចោលមានសភាពចាស់ទ្រុឌទ្រោមស៊ីម៉ង់ប៉ាតមិនទាន់សពឥតនៅឡើយនៅជុំវិញផ្ទះមានដើមស្វាយដើមពុទ្រានិងដើមចេកដែលទុំផ្លែជ្រុះចោលគ្មានអ្នកបេះធ្លាក់បែកពណ៌លឿងពេញដីអ្នកទាំងពីរដែលទើបតែមកដល់បានឃើញសភាពផ្ទះនេះហើយក៏ជ្រួញចិញ្ចើមដាក់គ្នាហើយក៏សួរគ្នាឡើងផ្ទះនេះដូចជាចាស់ដល់ហើយបងយប់នេះយើងមិនបានដេកទេមើលទៅមិនដឹងធ្វើម៉េចទេអូនទ្រាំសិនទៅអូនព្រោះបើទៅជួលបន្ទប់គេនៅឯក្រុងឯណោះថ្លៃពេកយើងគ្មានលុយទេចាត់ទុកថាសំណាងហើយដែលពុកក្តក់គាត់មានផ្ទះទុកចោលនោះតោះចូលទៅថាហើយអ្នកទាំងពីរប្តីប្រពន្ធក៏យួរបង្វិចសំពីងសំពងដើរផ្អៀងផ្អងចូលទៅក្នុងផ្ទះទុកចោលពុទ្ធីនិងពិសីជាប្តីប្រពន្ធដែលទើបតែរកស៊ីខានបងម្លោះហើយក៏ធ្លាក់ខ្លួនទីទាល់រកកន្លែងស្នាក់នៅមិនបានទើបបានទៅសុំនៅជាមួយនឹងអ្នកស្គាល់គ្នាតែដោយសារតែពូក្តក់ដែលជាអ្នកស្គាល់គ្នានោះមានផ្ទះទុកចោលមួយនេះទើបគាត់ឲ្យអ្នកទាំងពីរមកស្នាក់នៅជួយបោសសម្អាតនិងមើលថែជំនួសគាត់មិនយូរប៉ុន្មានក្រោយអ្នកទាំងពីរចូលមកដល់ក្នុងផ្ទះពួកគេក៏តាំងចាប់កាន់អំបោសក្រណាត់ជ្រលក់ទឹកជូតនិងបោសសម្អាតក្នុងនិងក្រៅផ្ទះតាំងពីម៉ោងប្រមាណជា6កន្លះរហូតដល់ម៉ោងជិត10ទើបនាំគ្នាឈប់សម្រាកបន្តិចរួចឡើងទៅអង្គុយលើគ្រែជជែកគ្នាលុយយើងរកស៊ីខាតអស់ហើយបងថ្ងៃក្រោយយើងបានដើមទុនមកពីណារកស៊ីទៀតចាំបាច់ដើមទុនអីអូនបងនៅសល់ជំនាញមួយទៀតដែរទេតើជំនាញរៀនពីសាកលវិទ្យាល័យរៀនចប់ហើយមិនដែលបានប្រើផងប្រើតែអាចជំនាញដែលរៀនតាមគេតាមឯងជំនាញវិស្វករសំណង់នឹងមែននឹងហើយធ្វើសំណង់ជំនាញដែលបងរៀនពីសាកលវិទ្យាល័យផ្នែកវិស្វករសំណង់ស៊ីវិលនោះអីស្អែកឡើងបងដើររកការងារសំណង់ធ្វើណែប្រហែលជាធ្វើជាមួយពូក្តក់ទេដឹងប្រាក់ខែគិតជាថ្ងៃរកឯណាបានធ្វើមួយថ្ងៃបានលុយមួយថ្ងៃដោះទាល់សិនណាអូនងាប់ហើយបងអូនស្មានតែបងបើកក្រុមហ៊ុនម៉ៅការសំណង់បើកគង់តែបើកទេតែថាណែឥឡូវយើងរកស៊ីបាត់ចុងបាត់ដើមនៅសល់តែខ្លួនធ្វើសំណងយកលុយទិញម្ហូបស៊ីមួយថ្ងៃគិតមួយថ្ងៃសិនទៅណាអូនណែចាំមើលយើងសន្សំលុយបានចាំយើងដើរម៉ៅការគេម្ដងណាអូនអ្នកទាំងពីរប្តីប្រពន្ធគិតគ្នាស្រេចស្រួលបបួលគ្នាដេករងចាំថ្ងៃស្អែកបើកការដ្ឋានដើររកការងារសំណង់ធ្វើផ្ទះថ្មសង់មិនទាន់ហើយប៉ះស៊ីម៉ង់ត្រង់នេះបន្តិចត្រង់នោះបន្តិចឥដ្ឋពណ៌ក្រហមដែលគេដាក់បន្ទប់គោលើគ្នាបញ្ចេញរាងយ៉ាងសិចស៊ីនៅតាមជញ្ជាំងផ្ទះដែលអ្នកចំណូលថ្មីទើបតែមកនៅអ្នកទាំងពីរអ្នកប្តីប្រពន្ធនេះដេកលង់លក់យ៉ាងស្កប់ស្កល់អាស្រ័យដោយហេតុនៃភាពអស់កម្លាំងពីក្បាលប្រលប់ដោយមិនបានដឹងថានៅក្បែរខ្លួនរបស់ពួកគេកំពុងតែមានវិញ្ញាណអមនុស្សមានសក់កន្ទ្រើងទទួលក្រណាត់សស្គុះអង្គុយសម្លក់មករកពួកគេដែលកំពុងតែដេកលង់លក់មិនដឹងអី
ខ្មោចនេះមានឈ្មោះថានាងសៀវនីធ្លាប់តែជាខ្មោចអនាថាគ្មានទីជម្រកទើបតែមកនៅក្នុងផ្ទះទុកចោលនេះបានរយៈពេលប៉ុន្មានខែស្រាប់តែមានអ្នកចំណូលថ្មីទាំងពីរនាក់នេះមករំខានម្លោះហើយនាងខ្មោចក៏ហាក់បីដូចជាខឹងសម្បានឹងអ្នកទាំងពីរហើយលូកដៃដែលមានក្រចកលូតវែងទៅដាក់ត្រឹមករបស់ពុទ្ធីប្រុងនឹងច្របាច់កអ្នកចំណូលថ្មីនេះតែត្រូវអាក់ខានមកវិញដោយសារតែពុទ្ធីភ្ញាក់ឡើងដាស់ប្រពន្ធអូអូនបងភ្លេចរឿងមួយពិសីដែលទើបតែភ្ញាក់ពីដេកបើកភ្នែកមិនចង់រួចក៏យកដៃទៅញីភ្នែករួចសួរប្តីរឿងអីគេបង ស្អែកយើងមានសល់លុយខ្លះទេអូនតែទិញនំចំណីដាក់ឲ្យជំនាងផ្ទះផងផ្ទះមានមនុស្សមកនៅហើយប្រកាសជាមានជំនាងផ្ទះដែរហើយណាអូននៅ 10000 ដែរតាបងថាទុកទិញម្ហូបព្រឹកនិងល្ងាចស្អែកណាបងអើមិនអីទេទិញតែព្រឹកបានហើយព្រោះល្ងាចឡើងបងទៅធ្វើសំណង់ចាំបងសុំពូក្តកបើកលុយមុនខ្លះក៏បានដែរណាចាអីយ៉ាកើតជាជំនាងផ្ទះហើយទេតានាងខ្មោចលួចគិតក្នុងចិត្តតិចខ្លាចអ្នកទាំងពីរនេះឮម្ដងនេះសយខ្លាយទៅជាសំណាងហើយទេតើនាងខ្មោចគ្រាន់តែឮថាគេនឹងសែនឲ្យជំនាងផ្ទះនាងខ្មោចក៏ដឹងភ្លាមថាមានអ្នកណាទៀតក្រៅពីខ្លួនដែលថែរក្សានៅទីនេះម្លោះហើយនាងក៏ក្រលាស់ខ្លួនវឹមឡើងរឹតអំណាចភ្លាមសក់សំពងក៏ប្រែទៅជាល្វត់ល្វន់ទន់ល្មីក្រណាត់ពណ៌សដែលនាងទទួលក៏คล้ายទៅជាអាវពណ៌សសំពត់ពណ៌ក្រហមមានស្បៃព័ទ្ធឈៀងភ្នែកដែលរូងខ្មៅក៏ប្រែคล้ายទៅជាស្រស់ថ្លាមុខមាត់ញញឹមពព្រឹមរួចពោលទៅកាន់អ្នកទាំងពីរដែលទើបតែដេកទៅវិញមិនឲ្យគេឮថាមិនអីទេបើបានជាមកនៅជាមួយយើងទៅហើយចាំយើងជួយថែរក្សាពួកឯងទាំងពីរនាក់ចុះយើងនឹងមិនឲ្យអ្នកណាមកធ្វើបាបយាយីពួកឯងទាំងពីរនាក់ទេហើយយើងនឹងជួយពួកឯងឲ្យរកស៊ីមានបានទ្រព្យរបស់ពួកឯងនៅអ្នកដទៃមិនខ្វះទេហើយតែពួកឯងទាំងពីរនាក់ខំរកស៊ីនាងជំនាងផ្ទះសើចឡើងដោយសេចក្តីពេញចិនធ្លាប់តែជាខ្មោចអនាថាឥឡូវនេះប្រែមកជាអ្នកថែរក្សាផ្ទះឲ្យគេមានងារជាជំនាងផ្ទះមានឫទ្ធិអំណាចគ្រប់គ្រងបរិវេណផ្ទះនិងស៊ីប្រាក់ខែជានំសំណែនគេសែនឲ្យរាល់ថ្ងៃសិលខ្មោចនាងសៀវនីកាលបើបានក្លាយជាជំនាងផ្ទះហើយក៏ត្រូវបានប្តីប្រពន្ធទាំងពីរទិញនំចំណីនិងដាក់ទឹកសែនឲ្យជារៀងរាល់ថ្ងៃសិលនិងគោរពបូជាជាជំនាងផ្ទះខ្មោចដែលធ្លាប់តែអនាថាតែលតោលដើរជ្រោកនៅផ្ទះដែលគេទុកចោលកាលបើត្រូវបានអ្នកទាំងពីរគោរពបូជាយ៉ាងដូចនេះក៏មានអំណោយទាននឹងអ្នកទាំងពីរប្តីប្រពន្ធហើយក៏ចេះរក្សាសិលនិងតាមថែរក្សាអ្នកទាំងពីរប្តីប្រពន្ធនេះជារៀងរាល់ថ្ងៃនៅពេលដែលព្រះសូរិយាហៀបនឹងលិចផុតស្រយុតរស្មីសត្វព្រៃហៀបនឹងចូលដំណេកអំពិលអំពែកហៀបនឹងចេញហោះហើរប៉ុន្តែពុទ្ធីមិនទាន់មកពីធ្វើសំណង់វិញហើយហាក់បីដូចជារៀងយូរជាងសពដងពិសីក៏មកឈរនៅមាត់របងចាំមើលប្តីត្រឡប់មកផ្ទះនាងគ្មានបានដឹងបន្តិចសោះថានៅក្បែរនាងក៏មាននាងជំនាងផ្ទះសៀវនីនៅឈរចាំមើលពុទ្ធីដែលបាត់យូរនោះដែរបន្តិចក្រោយមកក៏ស្រាប់តែលេចមុខបរោះម្នាក់រាងទៀបក្រអាញសម្បុរខ្មៅស្លៀកសម្លៀកបំពាក់ខ្មៅទៀតមើលទៅមិនចង់ឃើញក្នុងបរិយាកាសងងឹនដើរក្បែររបងមកដល់មុខពិសីក៏ឈប់ហើយយកដៃម្ខាងទៅគងដាក់លើរបងឫស្សីដែលបាក់បែករួចសួរមកកាន់ពិសីទើបមកនៅថ្មីថ្មោងមែនមីអូនពូដូចជាមិនដែលឃើញមុខពីមុនសោះបរោះនេះមើលទៅធម្មតាពីខាងក្រៅតែមិនធម្មតាទេនៅខាងផ្លូវក្នុងនាងជំនាងផ្ទះស្គាល់ច្បាស់ថាគាត់នេះមានឈ្មោះថាគ្រុនជាមនុស្សដែលរៀនចេះនៅមុនវិជ្ជាអបាយមុខហើយអ្នកដែលតែងតែដើរតាមពីក្រោយគាត់មានគ្នាពីរនាក់ដែលនាងសៀវនេះដឹងថាម្នាក់មានឈ្មោះថានាងព្រាយក្រងាំនិងមួយទៀតមានឈ្មោះថាអសូរកាយក្រងេះដែលជាអមនុស្សដែលធ្មប់នេះចិញ្ចឹមតែល្ងាចនេះនាងជំនាងផ្ទះមិនបានឃើញអសូរកាយក្រងេះដើរតាមពីក្រោយគាត់នោះទេគឺឃើញតែនាងព្រាយក្រងាំតែប៉ុណ្ណោះពិសីឮអ្នកជិតខាងថ្មីនេះសួរនាំដោយសេចក្តីរាក់ទាក់ក៏ឆ្លើយតបទៅវិញយ៉ាងគួរសមចាពូទើបតែមកនៅបានប្រហែលថ្ងៃនេះឯងចុះពូអ្នកភូមិចាស់មែនអ្នកភូមិជើងចាស់ហើយជើងតាន់ទៀតផងអើ
ហើយផ្ទះហ្នឹងទិញគេឬយ៉ាងម៉េចណែពូសួរនេះព្រោះមិនដែលឃើញម្ចាស់គេមកមើលសោះទើបតែឃើញមីអូនឯងមួយហ្នឹងមកនៅ ចាស់ពូផ្ទះជួលគេនៅបណ្ដោះអាសន្នសិនហ្នឹងពូព្រោះអត់ទាន់មានលុយធ្វើផ្ទះនៅខ្លួនឯង អូក្រហ៎ ពិសីឮធ្មប់គ្រុននិយាយចំយ៉ាងដូចនេះទឹកមុខនាងក៏ឡើងក្រហមរួចហើយក៏ឆ្លើយទាំងរអៀសខ្លួនទៅវិញតិចថា ចាស់ពូក្រ អូរួចប្តីមីអូនឯងដែលតែងតែឃើញចេញទៅធ្វើការរាល់ថ្ងៃហ្នឹងធ្វើការអី ចាស់ពូធ្វើសំណង់ អូធ្វើសំណង់ឯងពូស្មានតែធ្វើការអីធំដុំអើមិនអីទេពូលាទៅវិញសិនហើយណាណែមើលបើមានការងារសុកទុកយប់រលប់អីប្តីប្រពន្ធឯងអាចទៅរកពូបានណាផ្ទះពូនៅចុងផ្លូវនេះទេពូទៅសិនហើយណា ចាស់ពូអរគុណ សួរនាំចាក់រឹសចាក់គល់ដឹងសពសាច់រឿងហើយធ្មប់គ្រុនក៏បានដើរចេញពីមុខរបស់ពិសីត្រឡប់ទៅផ្ទះរបស់គាត់ដែលគាត់ប្រាប់ថានៅឯចុងផ្លូវឯណោះចំណែកឯពិសីក៏នៅឈរចាំប្តីទាំងទឹកមុខនៅក្រហមនៅឡើយទំនងជារអៀសចិត្តនៅអ្វីដែលអ្នកជិតខាងរបស់នាងដែលនាងមិនដែលស្គាល់អំបញ្ញមិញនិយាយរីឯនាងជំនាងផ្ទះសម្លឹងមើលក្រោយខ្នងរបស់ធ្មប់គ្រុនមិនដាច់ភ្នែកតែនាងមិនបានតាមមើលធ្មប់នេះនោះទេគឺនាងតាមមើលនាងព្រាយក្រងាំដែលមានសក់ក្បាលក្រញាញ់ចាញ់ច្រាស់ស្លៀកក្បិនខៀវសម្បុរខ្មៅក្រងេះដើរតាមក្រោយធ្មប់គ្រុនបណ្ដើរហើយនៅឆ្លៀតងាកមកលើកម្រាមដៃកណ្ដាលឡើងជាសញ្ញាឌឺដងដាក់នាងសៀវនីដែលជាជំនាងផ្ទះថែមទៀតនាងជំនាងផ្ទះឃើញហើយរៀងខឹងបន្តិចដែរតែនៅឆ្ងាយពីគ្នាពេកកុំអីប្រហែលជាលេងគ្នាឲ្យដឹងដៃម្ដង កំពុងតែសម្លឹងមើលនាងព្រាយក្រងាំឌឺដងដាក់ខ្លួនស្រាប់តែសំឡេងមួយក៏បានលេចចេញពីក្រៅរបងផ្ទះរបស់នាង មិនបាច់ប្រឹងមើលទេធ្មប់នោះវាមិនធ្វើស៊ីអ្នកក្រទេកុំបារម្ភ នាងជំនាងផ្ទះបែរមុខក្រឡេកទៅក្រៅរបងខាងក្រោយខ្នងរបស់នាងបានឃើញខ្មោចស្រីទទួលក្រណាត់សគ្របតាំងពីលើក្បាលរហូតដល់ចុងជើងទុកតែប្រឡោះមុខចុងក្រណាត់មិនប៉ះដីត្រូវខ្យល់បក់ភើយនាងជំនាងផ្ទះស្គាល់ច្បាស់ថាខ្មោចនេះមានឈ្មោះថានាងស្អំជាខ្មោចធ្លាប់អនាថាជាមួយគ្នាហើយរស់នៅក្នុងខ្ទមបាក់បែកដែលគេសង់ទុកចោលនៅមិនឆ្ងាយពីផ្ទះរបស់នាងជំនាងផ្ទះក៏តបទៅវិញ ពេលនេះវាមិនទាន់អីទេតែចាំមើលដល់ពេលដែលយើងជួយប្តីប្រពន្ធទាំងពីរនេះឲ្យមានបានច្បាស់ជាអីហើយចុះឯងទៅខ្លាចអីណែឥឡូវឯងខ្លាចទៅជាខ្មោចកាន់សិលហើយឡើងឋានៈជាជំនាញផ្ទះគេទៀតទៅខ្លាចអីណាអត់ត្រឹមគេក្បាលគេបែបនឹងនោះបើវាមកផ្លុំសល់ដាក់វាពី3ផែតទៅវារត់ថាសក្រញាំហើយមិនខ្លាចទេតែមិនចង់មានរឿងវែងឆ្ងាយ ពេលខ្លះទោះមិនចង់មានរឿងក៏ត្រូវតែការពារខ្លួនដែរគ្មានអ្នកណាម្នាក់ឈរឲ្យគេវាយក្បាលនោះទេវើយណាហើយគ្នាទៅវិញហើយចាំថ្ងៃក្រោយគ្នាទំនេរបានគ្នាមកលេងឯងទៀត ថាហើយខ្មោចនាងស្អំក៏ហោះវឹងបកទៅក្រោយហើយរលាយបន្តិចម្ដងរហូតបាត់វិញ្ញាណឈឹងហើយមិនយូរប៉ុន្មានពុទ្ធីក៏ត្រឡប់មកផ្ទះវិញហើយនាំពិសីចូលទៅក្នុងផ្ទះ កន្លងទៅអស់ជាច្រើនខែក្រោយពីអ្នកទាំងពីរប្តីប្រពន្ធបានមកស្នាក់នៅក្នុងផ្ទះទុកចោលរបស់ពូក្តក់ពួកគេបានខិតខំធ្វើការងារនិងសន្សំប្រាក់រហូតសល់ដើមទុននិងបានជួសជុលបន្ថែមនៅផ្ទះដែលពួកគេកំពុងតែស្នាក់នៅបណ្ដោះអាសន្នឲ្យបានស្អាតបាតនិងមើលទៅសមសួនជាងមុនចំណែកឯខាងផ្លូវក្នុងវិញនាងជំនាងផ្ទះក៏ខិតខំការពារអ្នកទាំងពីរពីអមនុស្សសពគ្រប់បែបយ៉ាង ដែលប៉ុនប៉ងតាមយាយីឈ្នាននេះប្តីប្រពន្ធទាំងពីរនេះពុទ្ធីកាលបើបានដើមទុនហើយគេក៏ឈប់ដើរធ្វើការសំណង់ហើយយកជំនាញដែលធ្លាប់បានរៀនចេះពីសាកលវិទ្យាល័យដើរម៉ៅការសំណង់ធ្វើជាមេការវិញម្ដង ដោយការខិតខំប្រឹងប្រែងសពគ្រប់បែបយ៉ាងនិងការការពាររបស់នាងជំនាងផ្ទះផងកិច្ចការម៉ៅការសំណង់របស់គេក៏ចេះតែកាក់កបឡើងមានអតិថិជនមកម៉ៅការបន្តកន្ទុយគ្នាមិនដាច់នោះឡើយ
ធ្មប់គ្រុនដែលកាលពីមុនបានសួរនាំពីសីហើយដឹងច្បាស់ថាពីសីនិងពុទ្ធីជាអ្នកក្រនោះក៏ហាក់បីដូចជាបដូរទស្សនៈថ្មីមកលើប្តីប្រពន្ធទាំងពីរនេះហើយចេះតែលួចតាមសម្លឹងមើលអតិថិជនរបស់ពុទ្ធីដែលជារឿយៗជិះម៉ូតូកាត់មុខផ្ទះរបស់គាត់សឹងរាល់ថ្ងៃមួយថ្ងៃគាត់អត់មានធ្វើអីនោះទេគាត់អង្គុយតែមុខផ្ទះរបស់គាត់រាប់អតិថិជនរបស់ពុទ្ធីតែប៉ុណ្ណោះភាពមានបានរបស់ពុទ្ធីនិងពិសីទំនងជាមិនបានធ្វើឲ្យធ្មប់នេះពេញចិត្តត្រេកអរជាមួយនោះទេទើបនៅអត្រាតស្ងាត់មួយពេលដែលឆ្កែវានាំគ្នាលូពេញភូមិអ្នកស្រុកអ្នកភូមិនាំគ្នាចូលសម្រានលងលក់អស់ហើយបរិយាកាសក៏ចុះត្រជាក់ធ្មប់គ្រុនបានប្រើនាងព្រាយក្រងាំឲ្យមកដល់មុខរបងផ្ទះរបស់ពុទ្ធីនិងពិសីតែត្រូវនាងជំនាងផ្ទះចេញមកខន់ ទៅណាមកណាដែរនាងក្រងាំមានទៅណាមកត្រង់ហ្នឹងមកធ្វើអីហើយមកមានការអីដែរ នាងព្រាយក្រងាំកាលបើត្រូវជំនាងផ្ទះសាកសួរនាំក៏ធ្វើជាអេះអុញហើយឆ្លើយតបទៅវិញ ហើយសួរច្រើនម្លេះមិនដែលព្រាយឯណាគេមកថែរក្សាមនុស្សទេមានតែគេប្រើមកដាក់អំពើនឹងហើយឥឡូវនិយាយគ្នាត្រង់ទៅបើមិនចេញវាយល្អត្រង់ទៅត្រង់មកតែបើនាងចង់ចូលតើតែនាងរំលងយើងសិន គួរឲ្យអស់សំណាចណាស់កាលពីមុនធ្លាប់ជាវិញ្ញាណអនាថាសោះតើនាងស្មានថាបានឡើងឋានៈជាទេវតាថែរក្សាផ្ទះគេប៉ុណ្ណឹងនាងអាចយកឈ្នះព្រាយដូចជាយើងហើយមែនទេអាយ៉ាហេតុអីថាយើងវាយមិនឈ្នះត្រឹមព្រាយក្បាលគីបដូចនាងនោះចង់ដឹងសាកមើលទៅ នាងព្រាយក្រងាំមិនបងអង្គយូរទៀតឡើយនាងក្រហឹមឡើងក្រែងហើយយកជើងទាត់ទ្វាររបងដើម្បីបើកផ្លូវចូលទៅចំណែកឯនាងសៀវនីឈរមើលអស់មួយសន្ទុះទើបលើកដៃប្រណម្យឡើងរួចក៏ស្ទុះវឹងហោះឡើងទៅលើចំពេលដែលនាងព្រាយក្រងាំឈប់ទាត់ធាក់របងហើយហោះឡើងទៅដែរអ្នកទាំងពីរនេះប្រែខ្លួនទៅជាពន្លឺពណ៌សនិងភ្លើងពណ៌បៃតងហោះប៉ះទង្គិចគ្នាបែកផ្កាភ្លើងព្រាកចុងក្រោយនាងព្រាយក្រងាំអស់រិទ្ធក៏ធ្លាក់មកលើដីនៅមុខរបងឮសូរតែដឹបហើយឆេះសក់ក្បាលឡើងសន្ធោសន្ធៅប្រឹងយកដៃទៅទះក្បាលចង់បែកលលាដើម្បីពន្លត់ភ្លើងហើយជើងក៏ចេះតែរត់ទន្ទ្រាន់ដីយ៉ាងញាប់ស្មេបកទៅរកផ្ទះរបស់ធ្មប់គ្រុនវិញទាំងកណ្ដាលអត្រាន មិនយូរប៉ុន្មានព្រះសូរិយាក៏រះឡើងសារជាថ្មីបញ្ចេញរស្មីភ្លឺច្បាស់ស្រឡះមេឃពុទ្ធីរៀបចំខ្លួនប្រាណរួចស្រេចស្រួលហើយក៏ឡើងម៉ូតូកញ្ចាស់របស់គេធាក់ពីរបីជើងបានវាឆេះហើយដាក់លេខបើកចេញពីផ្ទះកាត់តាមមុខផ្ទះរបស់ធ្មប់គ្រុនបានឃើញអ្នកភូមិផងរបងជាមួយគ្នានេះកំពុងតែអង្គុយត្រមោងក្បាលជង្គង់នៅលើគ្រែមុខផ្ទះស្លឹករបស់គាត់ដោយប្រើកែវភ្នែកធំក្នុងរង្វង់ភ្នែកខ្មៅជាំដោយខ្លាឃ្មុំឫស្សីសម្លក់មករកគេក៏ប៉ុន្តែគេគ្មានពេលនៅចាប់អារម្មណ៍សភាពពូគ្រុននេះទេហើយក៏ជិះម៉ូតូបង្ហោះទៅ ធ្មប់គ្រុនទំនងជាមិនអស់ចិត្តនឹងការចាញ់ដៃនាងជំនាងផ្ទះឡើយទើបល្ងាចឡើងពេលដែលព្រះសូរិយារៀបអស់ស្ដង់គុតទៅវិញចំពេលដែលពុទ្ធីមិនទាន់មកពីធ្វើការធ្មប់នេះក៏បានដើរចេញពីផ្ទះរបស់គាត់ដោយមានកាន់នៅសម្លមួយចានទ្រដៃពីរមកជាមួយផងដើរសំដៅទៅមុខផ្ទះរបស់ពុទ្ធីនិងពិសីហើយហៅពិសីដែលកំពុងតែអង្គុយនៅលើគ្រែក្រោមដើមស្វាយក្បែរផ្ទះពេលដែលពិសីដើរមកដល់គាត់ទើបគាត់និយាយពីក្រៅរបងមកកាន់ពិសី ណែក្មួយនេះប្រពន្ធពូស្លសម្លឆ្ងាញ់ប្រចាំគ្រួសារគាត់ហើយពូនឹកឃើញថាក្មួយមកក្នុងស្រុកភូមិនេះយូរដែរហើយពូមិនដែលបានយកសម្លបាយអីជូនក្មួយឯងទាំងពីរអ្នកទុកជាការរាប់អានសោះអញ្ចឹងហើយទើបល្ងាចនេះពូគិតថាបានសម្លឆ្ងាញ់យកមកឲ្យក្មួយឯងទាំងពីរអ្នកសាកល្បងមើលសាកស្នាដៃប្រពន្ធពូម្ដងទៅមើលក្មួយណែម្ហូបនេះល្បីពេញស្រុកគាត់ណា ពិសីមិនទាន់បានលូកដៃទទួលយកសម្លដែលធ្មប់គ្រុនយកមកនោះទេហើយនាងក៏មិនបានឃើញថាក្នុងចានសម្លមានអ្វីនោះដែរក៏ប៉ុន្តែនាងជំនាងផ្ទះបានឃើញច្បាស់ថានៅក្នុងចានសម្លនោះមាននាងព្រាយក្រងាំកំពុងតែអង្គុយកន្ទឹមរងចាំតែពិសីទទួលយកសម្លតែប៉ុណ្ណោះប្រសិនណាបើសម្លនោះដល់ដៃពិសីភ្លាមនាងព្រាយក្រងាំច្បាស់ជាមានសិទ្ធិ អាចចូលមករស់នៅក្នុងផ្ទះរបស់នាងហើយធ្វើអ្វីតាមតែអំពើចិត្តជាក់ជាមិនខាននោះទេម្ល៉េះហើយនាងជំនាងផ្ទះក៏លើកដៃប្រណម្យសារជាថ្មី
ហើយផ្លុំទៅផែតសម្លដែលនៅក្នុងដៃរបស់ធ្មប់គ្រុនក៏ប្រែទៅជាក្តៅមួយរំពេចរហូតដល់ធ្មប់នេះទ្រាំមិនបានក៏ទម្លាក់សម្លចោលនៅក្រៅរបងនាងព្រាយក្រងាំក៏ក្តៅប្រកាច់ប្រកិននៅលើទឹកសម្លដែលបានគំពប់ទៅលើដីរហូតដល់រលាយបាត់ស្រមោលឈឹងពិសីឃើញហើយក៏ភ្ញាក់ឡើង ហួយកើតអីនឹងពូ អូណែចប់បាត់ទៅហើយក្មួយអើយសម្លក្តៅពេកពូកាន់តាំងពីផ្ទះមកដល់នេះទ្រាំមិនបានកំពុបបាត់មិនអីទេក្មួយចាំថ្ងៃក្រោយចុះពូលាទៅវិញសិនហើយអញ្ចឹង ស្ដាយដល់ហើយពូតែមិនអីទេពូយ៉ាងណាក៏អរគុណដែរដែលពូមានទឹកចិត្ត និយាយតែប៉ុណ្ណេះធ្មប់គ្រុនក៏បែរវឹងដើរយ៉ាងលឿនត្រឡប់ទៅផ្ទះរបស់ខ្លួនវិញចំណែកឯពីសីដែលមិនដឹងអីនោះក៏បានដើរចូលទៅអង្គុយនៅលើគ្រែក្រោមដើមស្វាយក្បែរផ្ទះវិញនៅសល់តែនាងជំនាងផ្ទះដែលនៅឈរមើលធ្មប់គ្រុនចាប់តាំងពីធ្មប់នេះដើរចេញទៅរហូតដល់បាត់ស្រមោលឈឹងពីក្រសែភ្នែករបស់នាង រំលងបានប្រមាណជា2ថ្ងៃនៅពេលដែលពន្លឺព្រះច័ន្ទត្រូវបានបិទបាំងដោយពពកខ្មៅងងឹតនៅលើផ្ទៃមេឃឆ្កែក្នុងស្រុកក៏ចាប់ផ្ដើមលូជំនោរខ្យល់ក៏ធ្លាក់មកលាយឡំនឹងដំណក់ទឹកសន្សើមត្រសៀកត្រជាក់ដល់អ្នកទាំងឡាយនៅក្នុងភូមិដែលដេកលង់លក់យ៉ាងស្កប់ស្កល់ នៅពេលដែលគ្រប់គ្នាកំពុងតែដេកលង់លក់មានតែនាងជំនាងផ្ទះទេដែលនៅដើរចុះដើរឡើងដើម្បីការពារនិងថែរក្សាផ្ទះរបស់នាងលុះពេលដែលនាងដើរទៅដល់មាត់របងក្រឡេកទៅមើលខាងក្រៅក៏បានឃើញស្រមោលមនុស្សហើយដូចជាមានពន្លឺទៀននិងផ្សែងធូបជ្រងច្រាងដើរសំដៅមករកផ្ទះរបស់នាងដល់ពេលដែលនាងមើលឲ្យចាក់សម្លឹងឲ្យច្បាស់ទៅទើបសម្គាល់បានថានោះជាធ្មប់គ្រុនដែលមានកាន់បាយសី ទៀននឹងធូបដុតហុយផ្សែងទ្រលោមដើរមកជាមួយនឹងអសូរកាយដែលគាត់ចិញ្ចឹមមានឈ្មោះថាអសូរកាយក្រងេះម្ដងនេះធ្មប់គ្រុនដូចជាចង់លេងឈុតធំដោយរៀបចំពិធីដើរដង្ហែក្បួនម្នាក់ឯងស្ងាត់ហើយប្រើអសូរកាយចុងក្រោយរបស់គាត់មកផ្ចាញ់ផ្ចាលប្តីប្រពន្ធពុទ្ធីនិងពិសីតើនាងជំនាងផ្ទះសៀវនេះនឹងត្រូវទប់ទល់យ៉ាងណាជាមួយនឹងមន្តអាគមដ៏ខ្លាំងក្លានេះបានទៅពេលដែលនាងសៀវនេះកំពុងតែត្រៀមខ្លួនទប់ទល់នឹងមន្តអាគមងងឹតនាងក្រឡេកទៅម្ខាងរបងផ្ទះឯណោះស្រាប់តែបានឃើញបរោះ2នាក់កំពុងតែដើរប្រកៀកស្មាគ្នាស្រវឹងត្រេតត្រោតមិនត្រង់ផ្លូវទើបនាងគិតឡើង អាយ៉ាប្តីប្រពន្ធទាំងពីរនាក់នេះពិតជាមានបុណ្យជួយមែនមានជំនាញផ្ទះតាមថែរក្សាហើយមានសំណាងតាមការពារទៀត គិតចប់ហើយនាងជំនាងផ្ទះក៏លើកដៃប្រណម្យហើយបួងសួងឡើង អោព្រះគុណដ៏ថ្លៃថ្លានៃព្រះពុទ្ធជាម្ចាស់នៃយើងខ្ញុំប្រសិនបើប្តីប្រពន្ធនេះមានសំណាងអាចគេចផុតពីអំពើបាបអបាយមុខរបស់ធ្មប់នេះសូមឲ្យគុណបុណ្យនេះបូរវាអំពើនេះចេញផងចុះបាបអ្នកណាសាងអ្នកនឹងទទួល គោលន់ក៏បន្លឺសំឡេងឡើងក្រឹមអ្នកទាំងពីរដែលដើរត្រេតត្រោតញីភ្នែកសម្លឹងមើលទៅកាន់ធ្មប់គ្រុនហើយលួចខ្សឹបដាក់គ្នា អាចឆ្ពិនហើយជួយមើលអញបន្តិចទៅមើលស្អីគេខ្មៅវែងស្ទង់មានដៃមានជើងដូចមនុស្សហ្នឹងប្រែតឬក៏ខ្មោចអានេះយីអានេះប្រែតទេដឹងបើមិនមែនប្រែតក៏ពួកបិសាចដែរបិសាចអញរកអាបិសាចនឹងសាកមុនអាគមដែលអញរៀនចេះពីតាទួតអញយូរណាស់ហើយទេតើអានេះណែមានជាប់អាវុធការពារខ្លួនអីមកទេមានតែផ្គាក់អញដាក់តាមខ្លួនពេលដើរស៊ីផឹកទុកការពារខ្លួនរហូតនឹងកាប់បិសាចមិនត្រូវអានេះអញរកអានឹងធម្មតាវាកាប់ខ្មោចមិនត្រូវទេតែជាមើលដល់អញសូត្របល័យជីតាអញផ្លុំស្រាផែតទៅកាប់ខ្មោចក៏ងាប់ដែរអានេះអញ្ចឹងឯងសាកមើលទៅចាំអញដេញតាមពីក្រោយ និយាយចប់អ្នកទាំងពីរម្នាក់ហុចកាំបិតម្នាក់ទៀតសូត្របាលីហើយច្រកស្រាចូលមាត់រួចក៏ផ្លុំផែតបន្ទាប់មកក៏រត់មករកធ្មប់គ្រុនដោយមើលឃើញតែអសូរកាយក្រងេះដែលនៅពីក្រោយមិនបានមើលឃើញធ្មប់គ្រុននោះទេចំណែកឯធ្មប់គ្រុនគ្រាន់តែក្រឡេកភ្នែកឆ្វាច់ស្រាប់តែបានឃើញអ្នកទាំងពីរនោះរត់មករកខ្លួនហើយយាផ្គាក់មកពីចម្ងាយសម្គាល់ថាផ្គាក់នោះប្រកាសជាមានវេទមន្តនឹកស្មានថាអ្នកចេះមកពីណាចង់មកផ្ចាញ់ផ្ចាលខ្លួនក្នុងគ្រានេះ
ក៏ទម្លាក់រណ្ដាប់ដែលខ្លួនបំរុងនឹងហែមកលួចដាក់អំពើគេហើយរត់យកតែប្រះអាយុកាលណាដែលគាត់រត់អសូរកាយក្រងេះក៏រត់តាមពីក្រោយគាត់ចំណែកឯអ្នកទាំងពីរក៏ប្រឹងដេញតាមអសូរកាយក្រងេះកាន់តែគៀកឡើងបណ្ដាលឲ្យធ្មប់គ្រុនភ័យរត់ភ្លេចមើលមុខមើលក្រោយក៏ទៅធ្លាក់ទឹកស្រះកណ្ដាលអាត្រៀនហេតុដោយខ្លួនឯងកម្មពីដល់ផងហើយមិនចេះហែលទឹកផងក៏លង់ទឹកធ្វើដៃខ្វាយរីឯអ្នកស្រវឹងទាំងពីរមិនបានមើលឃើញថាមនុស្សធ្លាក់ទឹកនោះទេគឺឃើញតែអសុរកាយធ្លាក់ទឹកធ្វើដៃខ្វាយទើបសួរគ្នា ជួយអាម៉ងហើយមើលបិសាចចេះលងទឹកទៀតវាមិនចេះលងទឹកទេតែវាលងនឹងមុនអាគមអញដែលចេះតពីជីតាអញទេតើណាហើយកុំខ្វល់នឹងវាស្រោតទៅផ្ទះយើងវិញស្អែកត្រូវក្រោកពីព្រលឹមដើរផឹកផងថាហើយអ្នកទាំងពីរក៏ប្រគៀកស្មាគ្នាដើរចេញទៅទុកឲ្យធ្មប់គ្រុនលង់ទឹកដល់ស្លាប់រហូតដល់ព្រឹកឡើងទើបមានការភ្ញាក់ផ្អើលដល់ប៉ូលីសនិងអ្នកស្រុកស្រង់សាកសពឡើងយកឲ្យប្រពន្ធគាត់ធ្វើបុណ្យតាមប្រពៃណីមួយឆ្នាំបានកន្លងផុតទៅពុទ្ធីនិងពិសីបានខិតខំធ្វើការនិងសន្សំប្រាក់រហូតបានទិញដីនិងសង់ផ្ទះផ្ទាល់ខ្លួននៅឯក្នុងក្រុងនៅពេលដែលព្រះអាទិត្យទើបតែរះឡើងផុតចុងឈើប្តីប្រពន្ធទាំងពីរនាក់នេះបានរៀបចំអីវ៉ាន់ដាក់ឡានថ្មីដែលខ្លួនទើបតែទិញបានក្រោយពេលសាងសង់ផ្ទះរួចរាល់នាងជំនាងផ្ទះសៀវនេះកាលបើឃើញអ្នកទាំងពីរនេះរើអីវ៉ាន់យ៉ាងដូចនេះហើយក៏អង្គុយខូចចិត្តព្រោះត្បិតថាចាប់ពីពេលនេះតទៅអ្នកទាំងពីរនេះនឹងទៅរស់នៅបន្តនៅផ្ទះថ្មីហើយខ្លួននាងប្រកាសជាក់ថានឹងត្រូវចាំផ្ទះនេះតែម្នាក់ឯងសាជាថ្មីក៏ប៉ុន្តែអ្វីដែលនាងយល់មិនដូចអ្វីដែលពុទ្ធីនិងពិសីគិតនោះទេដោយអ្នកទាំងពីរនេះក៏ប្រហែលជាមានអារម្មណ៍ដឹងថាខ្លួនមានអ្នកតាមជួយជ្រោមជ្រែងការពារហើយក៏ប្រហែលជាដឹងដែរថាអ្នកដែលតាមការពារខ្លួននោះគ្មានអ្នកណាក្រៅពីនាងជំនាងផ្ទះរបស់ពួកគេឡើយម្ល៉េះហើយពេលដែលពួកគេរៀបចំអីវ៉ាន់រួចរាល់ពុទ្ធីក៏ប្រាប់ទៅកាន់ពិសីណែអូនណាមើលអុជធូបប្រាប់ជំនាងផ្ទះផងថាយើងនឹងរើផ្ទះហើយម្ល៉េះហើយយើងសូមអញ្ជើញជំនាងផ្ទះយើងឲ្យទៅតាមថែរក្សាយើងនៅឯផ្ទះថ្មីផងណាចាគ្រាន់តែប្តីប្រពន្ធនេះនិយាយយ៉ាងដូចនេះនាងជំនាងផ្ទះដែលអង្គុយធ្វើមុខស្រពាប់ស្រពោនដូចស្លឹកឈូកត្រូវថ្ងៃនោះក៏ញញឹមឡើងសាជាថ្មីហើយស្រោតរៀបចំខ្លួនត្រៀមឡើងឡានទៅនឹងគេដែរឡានចាប់ផ្ដើមចេញដំណើរនៅពេលដែលព្រះសូរិយារៀបអស់ស្ដង់គុតហៀបនឹងរលត់រស្មីនាងជំនាងផ្ទះអង្គុយនៅលើដំបូលឡានមើលទេសភាពតាមផ្លូវព្រោះខ្លួនមិនដែលត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះនោះទេមានតែពេលផ្លាស់ប្ដូរទីលំនៅនេះហើយដែលជាពេលដែលអ្នកដែលមានតួនាទីជាជំនាងផ្ទះដូចនាងត្រូវបានអនុញ្ញាតឲ្យចេញក្រៅឡានបកាត់ខ្ទមប្រក់ស្លឹកទុកចោលមួយសំឡេងស្រែកសួរក៏បន្លឺឡើងពីខ្ទមនោះមកណែនាងសៀវនីអើយទៅណាមកណាទៀតហើយនាងសៀវនីក្រឡេកទៅក៏បានឃើញខ្មោចនាងស្អំអង្គុយនៅលើដំបូលខ្ទមបក់ដៃសួរនាងពីចម្ងាយមកទើបនាងឆ្លើយតបទៅវិញគ្នាទៅផ្ទះថ្មីហើយផ្ទះចាស់គ្នាឯងទៅនៅទៅហើយមើលថែផ្ទះឲ្យម្ចាស់គេផងផ្ទះថ្មីរបស់ពុទ្ធីនិងពិសីជាផ្ទះឈើសង់នៅជាប់នឹងផ្ទះថ្មមួយដែលមានម្ចាស់ជាប្តីប្រពន្ធរៀងចំណាស់ឥតមានកូនចៅមានឈ្មោះថាពូស្ដោះនិងមីងសេះកាលដែលអ្នកទាំងពីរនេះមកនៅដំបងមីងសេះដែលជាអ្នកចិត្តខាងថ្មីក៏ចេះតែមកសួរនាំលេងសើចជាមួយតែដល់ពេលយូរទៅមីងសេះក៏ដូចជាលែងឃើញមកសួរនាំហើយបែរជាឧស្សាហ៍សម្លក់សម្លឹងពុទ្ធីនិងពិសីពីផ្ទះរបស់គាត់មកស្ទើរគ្រប់ពេលវេលាទង្វើរបស់មីងសេះធ្វើឲ្យពុទ្ធីនិងពិសីមានការងឿងឆ្ងល់ទើបសួរគ្នានៅល្ងាចមួយណែអូនណាមួយរយៈនេះដែលឃើញមីងសេះមកសួរនាំអូនទៀតទេបងដូចជាមិនដែលឃើញគាត់មកសួរនាំអីបងសោះហើយណែមួយរយៈនេះគាត់ដូចជារៀងចម្លែកពេលឃើញបងចេញទៅធ្វើការអីបងឃើញគាត់សម្លក់បងចង់ជ្រុះក្របភ្នែកអស់ហើយអូនមិនដែលឃើញដែរនឹងបងហើយខ្ញុំនៅផ្ទះក៏មិនដែលឃើញគាត់មកសួរនាំអីដូចមុនទៀតដែរក្រែងលោគាត់អន់ចិត្តនឹងយើងរឿងអីទេដឹងអូន
នាងជំនាងផ្ទះដែលទើបតែលេចរូបរាងមកមិនឲ្យអ្នកទាំងពីរបានឃើញនោះក៏និយាយមកកាន់អ្នកទាំងពីរមិនឲ្យឮថា គឺគេអន់ចិត្តរឿងគេមិនបានដូចឯងទាំងពីរនាក់នឹងហើយណ៎គេខំទៅរកគ្រូដើម្បីប្រើមន្តអាគមដាក់កុំឲ្យពួកឯងទាំងពីរនាក់រកស៊ីមានបានជាងគេថែមទៀតផង ដូចពាក្យដែលនាងជំនាងផ្ទះនិយាយព្រោះនាងស្ថិតនៅខាងផ្លូវក្នុងម្ល៉េះហើយរឿងផ្លូវក្នុងនាងអាចដឹងនិងមើលឃើញបានទាំងអស់មីងសេះបានទៅរកគ្រូមន្តអាគមម្នាក់ដើម្បីសុំវត្ថុស័ក្តិសិទ្ធិយកមកកប់នៅមុខផ្ទះរបស់ពុទ្ធីនិងពិសីដោយចេតនាចង់ឈ្នាននេះកុំឲ្យអ្នកទាំងពីរនេះរកស៊ីមានបានជាងខ្លួនគ្រូក្រែកបានឲ្យឆ្អឹងខ្មោចច្រកក្នុងថង់ក្រណាត់មួយដល់មីងសេះរួចប្រាប់ទៅគាត់ថា អោណែបើឯងអាចកប់ឆ្អឹងខ្មោចតៃហោងនេះមុខផ្ទះវាបាននោះវាគ្មានថ្ងៃរកស៊ីបានចម្រុងចម្រើននោះទេ និយាយអំពីពូស្ដោះដែលជាប្តីរបស់មីងសេះឯណេះដោយហេតុថាគាត់ជាអ្នកកាន់សិលកាលបើឃើញប្រពន្ធមានចិត្តច្រណែនគេយ៉ាងដូចនេះគាត់ក៏តែងតែណែនាំតាមផ្លូវធម៌ជារឿយៗដែរក៏ប៉ុន្តែមីងសេះមិនស្ដាប់នោះឡើយ ល្ងាចឡើងពេលដែលពុទ្ធីមិនទាន់មកពីធ្វើការហើយពិសីនៅរោងបាយក្រោយផ្ទះមីងសេះក៏បានកាន់ថង់ក្រណាត់ដែលច្រកឆ្អឹងខ្មោចតៃហោងដើរចេញពីផ្ទះរបស់គាត់មកដល់មុខរបងផ្ទះរបស់ពុទ្ធីនិងពិសីគាត់ឈរអេះអុញសម្លឹងមើលឆ្វេងស្ដាំខ្លាចក្រែងមានគេឃើញរីឯនាងជំនាងផ្ទះសៀវនីមិនបាននៅស្ងៀមនោះទេដោយដឹងច្បាស់អំពីគោលបំណងរបស់មីងសេះនាងក៏ចេញមកហើយក្រឡាខ្លួនជាពិសីដើរចុះដើរឡើងនៅក្បែររបងផ្ទះមីងសេះកាលបើឃើញនាងជំនាងផ្ទះជាពិសីហើយគាត់មិនហ៊ានអោនកាយដីកប់ផ្ដេសផ្ដាសនោះទេខ្លាចម្ចាស់គេដឹងគាត់ក៏ដើរបកក្រោយទៅវិញក្រោយពីមីងសេះដើរចូលទៅក្នុងផ្ទះរបស់គាត់បាត់នាងជំនាងផ្ទះក៏ព្រាលខ្លួនបាត់ពីក្បែររបងទៅវិញដែរ ចិត្តច្រណែនឈ្នាននេះរបស់មីងសេះមិនបានស្រាកស្រាននោះទេកាលបើឃើញជីវិតប្តីប្រពន្ធពុទ្ធីនិងពិសីកាន់តែរីកចម្រើនគាត់ក៏ហាក់បីដូចជានៅមិនស្រណុកបរាជ័យម្ដងគាត់ក៏សាកល្បងម្ដងទៀតម្ដងនេះគាត់ងើបឡើងតាំងពីម៉ោង 3 ព្រឹកដើម្បីកប់ឆ្អឹងខ្មោចនៅមុខផ្ទះរបស់ពុទ្ធីនិងពិសី ក្រោមអាកាសធាតុដ៏ត្រជាក់ទឹកសន្សើមធ្លាក់មកជាបន្តបន្ទាប់មីងសេះដើរមកឈរនៅមុខរបងផ្ទះរបស់ពុទ្ធីនិងពិសីដូចមុនម្ដងនេះនាងជំនាងផ្ទះមិនបានក្រឡាខ្លួនជាពិសីទៀតទេតែនាងក្រឡាខ្លួនជាពុទ្ធីម្ដងហើយឈរជូតឡាននៅមុខផ្ទះមីងសេះកាលបើឃើញនាងជំនាងផ្ទះជាពុទ្ធីហើយគាត់ក៏ធ្វើមុខក្រញើព្រោះគាត់ខំងើបតាំងពីម៉ោង 3 ហើយនៅតែមិនអាចកប់ឆ្អឹងខ្មោចបានទៀតតែគាត់មិនដឹងធ្វើយ៉ាងម៉េចនោះទេគឺបានត្រឹមតែដើរត្រឡប់ចូលទៅក្នុងផ្ទះរបស់គាត់វិញតែប៉ុណ្ណោះ បរាជ័យលើកទី 2 នេះក៏មិនបានធ្វើឲ្យមីងសេះបោះបង់ចោលនៅចិត្តច្រណែនឈ្នាននេះរបស់គាត់ដែរពោលគឺល្ងាចឡើងក្នុងថ្ងៃដដែលគាត់ក៏បានយកឆ្អឹងខ្មោចដើរមកមុខរបងផ្ទះរបស់ពុទ្ធីនិងពិសីសាជាថ្មីគាត់ក្រឡេកឆ្វេងស្ដាំឃើញថាអត់មានមនុស្សទើបគាត់អោនកាយដីហើយកប់ឆ្អឹងខ្មោចនោះយ៉ាងលឿន គាត់កាយហើយគាត់កប់ហើយក៏ងើបឡើងដើរបកក្រោយវឹងជួនជាចៃដន្យពិសីក៏បានដើរចេញពីផ្ទះមកឃើញគាត់ទើបតែងើបឡើងពីកាយដីទើបនាងដើរចេញមកមើលមីងសេះដើរវឹងលឿនស្លេវព្រោះគាត់ខ្លាចគេតាមតាន់ចូលទៅក្នុងផ្ទះរបស់គាត់ហើយសំងំបាត់ឈឹងមិនបានដឹងថាពិសីបានមកមើលកន្លែងដែលគាត់កាយដីកប់ឆ្អឹងខ្មោចនោះទេចំណែកឯពិសីដែលដើរមកដល់កន្លែងដែលមីងសេះទើបតែកាយដីហើយក៏ឃើញស្នាមកប់អ្វីម្យ៉ាងនាងក៏អោនរើសមែកឈើដែលនៅក្បែរជើងយកទៅឆ្កឹះដីបានឃើញថង់ក្រណាត់ពណ៌សដែលមីងសេះទើបតែកាយកំនាងយកថង់ក្រណាត់នោះមកកាន់នៅនឹងដៃមើលចុះមើលឡើងនាងជំនាងផ្ទះក៏បានក្រឡាខ្លួនជាពុទ្ធីដើរមកឈរពីក្រោយខ្នងពិសីហើយស្រដីឡើងមើលអីនឹងអូន បងមីងសេះយកស្អីមកកប់នៅមុខផ្ទះយើងនឹងបង មើលអូអានឹងគេហៅថាឆ្អឹងសណែឆ្អឹងនឹងគេថាបើយើងជីកបានហើយស្គាល់ម្ចាស់វាយើងបោះវាចូលទៅឲ្យម្ចាស់វាវិញនោះយើងនឹងរស់នៅបានសុខសាន្តណាបោះចូលទៅផ្ទះគាត់វិញទៅអូនពិសីមិនបាននិយាយអ្វីទៀតទេនាងមើលចុះមើលឡើងហើយក៏បោះវឹងចូលទៅក្នុងរបងផ្ទះរបស់មីងសេះវិញទៅរួចហើយនាងនិងនាងជំនាងផ្ទះដែលក្រឡាខ្លួនជាពុទ្ធីនោះក៏បបួលគ្នាដើរចូលទៅក្នុងផ្ទះវិញបាត់ទៅ
ចាប់តាំងពីថ្ងៃដែលពិសីបានបោះឆ្អឹងខ្មោចនោះចូលទៅក្នុងផ្ទះរបស់មីងសេះវិញមកមីងសេះនិងពូស្ដោះរស់នៅមិនបានសុខនោះឡើយពោលគឺគាត់ទាំងពីរអ្នកប្តីប្រពន្ធឆ្លោះគ្នាបោកចានបោកឆ្នាំងស្ទើររាល់ថ្ងៃរហូតដល់មិនបានចេញរកស៊ីរកកាក់ធ្លាក់ខ្លួនជំពាក់បំណុលគេវ័នកនិងលក់ផ្ទះសំបែងចោលហើយលែងលះប្តីប្រពន្ធចែកផ្លូវគ្នាដើររៀងៗខ្លួនចំណែកឯប្តីប្រពន្ធរបស់ពុទ្ធីនិងពិសីក៏រស់នៅបានសុខសាន្តខិតខំរកស៊ីចេះតែរីកចម្រើនរហូតមានជីវភាពធូរធារក្រោមការមើលថែរក្សារបស់នាងជំនាងផ្ទះរហូតតរៀងទៅអើយហើយរឿងនិទាននេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះឯងហោងលោកអ្នកទស្សនាជាទីរាប់អានរឿងប្រឌិតបែបជំនឿចំណងជើងនាងជំនាងផ្ទះតាមថែសូមបញ្ចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្ណេះរឿងនិទានបែបជំនឿសរសេរឡើងតាមផ្នត់គំនិតនិងការជឿរបស់មនុស្សដែលមានជំនឿមិនកំណត់ថាពិតឬមិនពិតនោះទេនិទានរឿងខ្មែរជា Channel ដែលផលិតរឿងនិទានជាភាសាខ្មែរជាពិសេសគឺរឿងខ្មោចនិងរឿងអប់រំសូមជូនពរលោកអ្នកឲ្យជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានគ្រប់ក្រុមគ្រួសារមានដំណើរកំសាន្តទៅទីជិតទីឆ្ងាយសូមឲ្យជួបតែសុខនិងសុវត្ថិភាពខ្ញុំបាទសូមអរគុណនិងសូមគោរពលា